សួស្តីអ្នកទាំងអស់គ្នាដែលតាមដានជើងខ្ញុំណាថ្ងៃនេះគឺខ្ញុំបានទៅពេទ្យធំហើយនឹងទៅពេទ្យធំនៅពេទ្យសាស្ត្របែកនៅកន្លែងពេទ្យធំហ្នឹងហើយទៅដល់គឺគាត់សួរនាំអីអស់ហើយអញ្ចឹងទៅក៏ទៅពិនិត្យទឹកនោមអីដូចគ្នាចាពិនិត្យទឹកនោមហើយនឹងទៅពិនិត្យឈាមចាហើយថ្ងៃហ្នឹងគឺគាត់បូមឈាមខ្ញុំអស់ដល់ទៅ6បំពង់ហើយណោះចាពិនិត្យច្រើនមែនតើ6បំពង់និយាយទៅ6បំពង់ហ្នឹងបូមឈាមគឺថាឡើងចង់អស់ឈាមតែម្ដងអ្នកទាំងអស់គ្នាចាហើយចំពោះលទ្ធផលគឺពិនិត្យទឹកនោមគឺវាដូចគ្នាអ្នកទាំងអស់គ្នាដូចជាមួយនឹងពេទ្យនៅក្បែរផ្ទះខ្ញុំដែរអញ្ចឹងគឺគាត់ឲ្យខ្ញុំទៅពិនិត្យខាងផ្នែកពេទ្យផ្នែកតម្រង់នោមណាដុកទ័រខាងផ្នែកតម្រង់នោមតែម្ដងហើយខ្ញុំបានទៅកន្លែងដុកទ័រកន្លែងតម្រង់នោមហើយក៏ពិនិត្យឲ្យអស់ហើយអញ្ចឹងទៅក៏ប៉ុន្តែខាងពេទ្យខាងតម្រង់នោមគាត់ថាអត់អីទេពិនិត្យទៅអត់មានឃើញអីទេគាត់ថាកន្លែងតម្រង់នោមគឺគាត់ថតអេកូអីមើលអស់ហើយខាងក្នុងហ្នឹងគឺវាស្អាតល្អមែនតើវាអត់មានបញ្ហាអីទេអញ្ចឹងហើយគាត់ថាកុំឲ្យបារម្ភអីចឹងវាអត់តាន់ជាមានបញ្ហាអីទេក៏ប៉ុន្តែខ្ញុំត្រូវទៅណាត់ជួបពេទ្យ6ថ្ងៃទៀតអញ្ចឹងណា6ថ្ងៃទៀតគឺត្រូវទៅពេទ្យជួបពេទ្យម្ដងទៀតអ្នកទាំងអស់គ្នាហើយលទ្ធផលអីផ្សេងអាចថាខ្ញុំមិនដឹងថាគាត់ពិនិត្យអីគេខ្លះទេបងប្អូនដោយសារតែបូមឈាមយើងច្រើនពិនិត្យរហូតដល់6បំពង់ឈាមនោះហើយលទ្ធផលចេញមកគឺអត់មានបញ្ហាអីទេអ្នកទាំងអស់គ្នាគឺអាចថាអាចទុកចិត្តបានគាត់ថាកុំឲ្យព្រួយបារម្ភអីចឹងណាគាត់ថាត្រូវការលេបថ្នាំតាមអ្វីដែលពេទ្យប្រាប់ហើយនឹងតេតឹងជាមួយនឹងការងូតទឹកតេតឹងជាមួយនឹងការជូតសម្អាតអីឲ្យបានស្អាតអីយ៉ាងម៉េចចឹងគឺត្រូវធ្វើតាមពេទ្យចាហើយមួយទៀតកន្លែងនេះផងដែរក៏គាត់កាត់សាច់ខ្ញុំអ្នកទាំងអស់គ្នាកាត់សាច់ខ្ញុំម្ដុំយកទៅពិនិត្យចាបងប្អូនអើយចាក់ថ្នាំស្ពឹកទៅគាត់សុំកាត់ម្ដុំយកទៅពិនិត្យតែមិនម្ដុំធំអីពេកទេតែអាពេលហ្នឹងឈឺដែរហ្នឹងបងប្អូនតែមិនឈឺពេលកាត់ទេចាឈឺពេលចាក់ថ្នាំស្ពឹកអញ្ចឹងថ្ងៃនេះគឺខ្ញុំបានទៅពេទ្យធំហើយតែជើងខ្ញុំគឺអត់តាន់បានធូរទេបងប្អូនទាំងអស់គ្នាមានតែវាទៅមុខនេះវាឡើងប៉ោងស្ទុយតែម្ដងចាអ្នកទាំងអស់គ្នាថ្ងៃនេះគឺប៉ោងស្ទុយជាងរាល់ថ្ងៃវាអត់ប៉ោងចឹងទេតែថ្ងៃនេះគឺប៉ោងខ្លាំងតែម្ដងហើយឈឺខ្លាំងតែម្ដងហើយមិញហ្នឹងគឺបានលេបថ្នាំហើយបានវារៀងអត់សូវឈឺចាមុនហ្នឹងគឺថាវេទនាតែម្ដងអ្នកទាំងអស់គ្នាអង្គុយមិនសុខធ្វើអីក៏មិនសុខដែរចាដោយសារទៅមកផ្ទះផងអីផងហ៎